មទម្លាប់5យ៉ាងទៅក្នុងការរស់នៅប្រចាំថ្ងៃដែលវានឹងជួយកាត់បន្ថយនៅឱកាសនៃការកើតជំងឺវង្វេងវង្វាន់ទីមួយនោះគឺការហាត់ប្រាណមកដល់ពេលនេះហើយអ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញមូលហេតុដែលថាការហាត់ប្រាណប្រកាសជាអាចជួយកាត់បន្ថយឱកាសកើតជំងឺវង្វេងនៅឡើយនោះទេប៉ុន្តែមានភស្តុតាងជាច្រើនតាមរយៈការអនុវត្តបានបង្ហាញថាវាពិតជាជួយកាត់បន្ថយឱកាសកើតជំងឺវង្វេងបានពិតមែនមិនតែប៉ុណ្ណោះវាថែមទាំងជួយបន្ថយសម្ពាធឈាមគ្រប់គ្រងខូលេស្តេរ៉ុលពង្រឹងផលិតឈាមការផលិតគ្រាប់ឈាមនិងបញ្ចុះទម្ងន់ទៀតផងទី2គឺទទួលទានបន្លែត្រីប្រេងអូលីវនិងគ្រាប់ធញ្ញជាតិជាមួយនឹងស្រាក្រហមតែបន្តិចក៏មានប្រសិទ្ធភាពដែរនេះបើតាមសម្ដីរបស់លោក Claire Walton ដែលជាគ្រូពេទ្យទី3គឺគ្រប់គ្រងសុខភាពខ្លួនឯងឲ្យបានល្អដូចជាជំងឺទឹកនោមផ្អែមកម្រិត2និងការឡើងសម្ពាធឈាមខ្ពស់ក៏អាចនឹងធ្វើឲ្យមានឱកាសកើតជំងឺវង្វេងផងដែរទី4គឺកុំជក់បារីជាទូទៅបារីផ្ដល់គ្រោះថ្នាក់ខ្លាំងទៅលើសួតរបស់អ្នកជក់និងអ្នកស្រូបផ្សែងបារីមិនតែប៉ុណ្ណោះវាក៏ផ្ដល់ឱកាសគ្រោះថ្នាក់ដល់ខួរក្បាលរបស់អ្នកជក់និងអ្នកស្រូបផ្សែងរបស់វាផងដែរដោយរារាំងមិនឲ្យមានការនាំកូលីកាឈាមទៅចិញ្ចឹមខួរក្បាលទី5ចុងក្រោយនោះគឺការប្រើប្រាស់ខួរក្បាលដើម្បីលេងល្បែងមួយចំនួនដូចជាផ្គុំរូបទុស្ទាយនិងល្បែងដែលតម្រូវឲ្យអ្នកប្រើប្រាជ្ញាដើម្បីដោះស្រាយក៏អាចបន្ថយឱកាសកើតជំងឺវង្វេងផងដែរបន្ថែមពីនេះទៅទៀតការរៀនភាសាក៏អាចនឹងជួយកាត់បន្ថយផងដែរនេះបើយោងតាមសារព័ត៌មាន Telegraph